ខ្ញុំមើលរិស័យឆ្នាំទាំង12ប្រចាំខែរោងត្រឹមខែមេសាខែរោងចាប់ផ្ដើមនៅថ្ងៃទី4វេលាម៉ោង 19:49 នាទីរហូតដល់ថ្ងៃទី5ខែឧសភាវេលាម៉ោង 12:57 នាទីបាទនេះខែរោងមានធាតុលោហៈបូកបាទមុនចាប់ផ្ដើមឲ្យរិស័យមានអ្នកខ្លះក៏រិស័យឡើងអ្នកខ្លះក៏ធ្លាក់អញ្ចឹងទៅហើយអញ្ចឹងហើយបងប្អូនកូនចៅណាធ្លាក់ឡើងយ៉ាងណាហើយបើសិនជាមើលតាមតួខែមើលខ្ញុំជម្រាបជូនសិនឆ្នាំនេះខាលគួរតែកាត់ឆុងចេញណាខាលម្សាញ់ហើយមួយមេជាប់គ្រោះម្សាញ់ជន់ឆ្នាំមួយមេជាប់គ្រោះវកឆុងខ្លាំងណាវកឆុងសឹងតែប្រហែលកលដែរកលក៏ឆុងដែរអញ្ចឹងហើយឆ្នាំទាំង5ហ្នឹងកាត់គ្រោះកាត់ឆុងចេញណាខ្ញុំជម្រាបជូនម្ដងទៀតសម្រាប់អ្នកដែលអត់បានកាត់ឆុងកាត់គ្រោះហ្នឹងសូមអញ្ជើញកាត់ណាកុំភ្លេចពីព្រោះយើងអត់ដឹងទេតើតួខ្លួនរបស់យើងវាពិបាកប្រវិនអីបែបណាបែបណីហើយក៏ការរកស៊ីក៏មិនឡើងហើយជួនកាលយើងអត់ដឹងថារឿងចេះរឿងចោះដែលបណ្ដាលឲ្យយើងដាក់ហ្នឹងណាការដាក់ការអីហ្នឹងគឺយើងមិនដឹងថាជួនកាលគ្រូទាយថាឫស្សីយើងឡើងប៉ុន្តែបែរជាអត់ឡើងទៅជាដាក់ទៅវិញបាទនេះដោយសារយើងអត់បានកាត់គ្រោះកាត់ឆុងប្រចាំឆ្នាំណាហើយអញ្ចឹងខ្ញុំជម្រាបជូនឡើងវិញសម្រាប់បងប្អូនកូនចៅដែលអត់ទាន់បានកាត់គ្រោះកាត់ឆុងហើយអញ្ចឹងសូមកាត់ណាឆ្នាំខាលម្សាញ់ជន់ឆ្នាំខាលហ្នឹងគឺឆុងធ្វើដំណើរហើយក៏ត្រូវគេមើលងាយដែរឆុងហៃឆុងលីពណ៌ហើយក៏មួយម៉ែជាប់គ្រោះហើយវកឆុងធំជាងគេវកឆុងបាក់បែកបាត់បង់ហើយក៏ឆុងធ្វើដំណើរដែរមានជាប់ឆុង2ហើយកលឆុងឆ្នាំហ្នឹងកើតរឿងរកម្មរកោសខ្លាំងអញ្ចឹងហើយឆ្នាំទាំង5ហ្នឹងសូមអញ្ជើញទៅកាត់គ្រោះកាត់ឆុងចេញណាបើមិនអញ្ចឹងទេសូមតាក់ទងមកខ្ញុំជួយកាត់គ្រោះកាត់ឆុងជូនណាឆ្នាំថោះនៅក្នុងខែរោងហ្នឹងជួបឆុងមួយគឺឆុងលៀពណ៌ឆុងហៃត្រូវគេមើលងាយបើសិនជាមានផ្កាយមរណៈចរនៅក្នុងតួឫស្សីវិញឆ្នាំថោះត្រូវប្រយ័ត្នណាងាយនឹងគេបោកត្រូវប្រយ័ត្នឲ្យបានខ្ពស់គេបោកយ៉ាងម៉េចបើសិនជាយើងមើលទៅលើរាសីឆ្នាំខែថ្ងៃយើងមិនមើលយើងនឹងដឹងថាពេលវេលានេះលុយចរចូលមកពេលវេលានោះលុយធំចរចូលមកប៉ុន្តែប្រសិនបើនៅពេលវេលានោះជាប់ផ្កាយមរណៈដែរហើយក៏មានឆុងហៃនៅហ្នឹងដែរពេលហ្នឹងឯងជាពេលវេលាដែលគេរឹបអូសយកលុយហើយរឹបអូសដោយប្រការណាយើងអត់ដឹងទេរឹបអូសដោយអំពើហិង្សាក៏ថាបានឬក៏រឹបអូសដោយការលួងលោមក៏ថាបានដែរនោះគេយកលុយទៅបាត់អស់ហើយត្រូវប្រយ័ត្នណាយើងអត់ដឹងខ្លួនទេដល់ពេលគេយកទៅអស់ចឹងទៅបានយើងអូនឹកស្ដាយក្រោយទឹកភ្នែកចឹងទៅគ្រូប្រាប់ហើយណាថាត្រូវប្រយ័ត្នហើយបើមិនជឿគ្រូអាហ្នឹងសង្កេតមើលខ្លួនឯងណាឆ្នាំថោះកើតនៅឆ្នាំ1999អាយ៉ាលេខល្អទៀតណាប៉ះចំធាតឈើដកជាថោះដែលមានមុនស្នេហ៍មានគេស្រឡាញ់ចូលចិត្តដូចខ្ញុំជម្រាបអញ្ចឹងណាថោះអាយុ26ឆ្នាំហើយកើតឆ្នាំ1999ប្រសិនបើជាអ្នករកស៊ីលក់ដូរវិញនោះលក់ដូរដាច់ណាជាមនុស្សរស់រាយរាក់ទាក់ហើយអ្នកផងក៏រស់រាយរាក់ទាក់រាប់រកយើងដែរញាតិមិត្តតាមរាប់រកយើងហើយដោយសារយើងមានមុនស្នេហ៍ហើយបើកំឡោះវិញនៅវេលាហ្នឹងជាមនុស្សដែលមានស្រីតាមចោមរោមដេញតាមច្រើនកកហើយបរោះចូលដល់ឆ្នាំរោងតួរិស័យឆ្នាំត្រូវបានលុយបានលៀមណារោងប៉ុន្តែរោងប៉ះម្សាញ់គឺជាប់បណ្ដាសាដីហើយបណ្ដាសាដីហ្នឹងយ៉ាងម៉េចខ្ញុំអត់ទាន់មើលលើទូខែទេណាមើលលើទូឆ្នាំសិនបណ្ដាសាដីហ្នឹងគឺរោងតួអង្គរោងហ្នឹងណាបង្កើតភ្លើងចំហេះហើយបង្កាត់ពីមួយទៅមួយពីកន្លែងមួយទៅកន្លែងមួយឲ្យឆេះរោលរៀលសន្ធោសន្ធៅនេះតួអង្គរោងនៅឆ្នាំម្សាញ់ជាប់បណ្ដាសាដីណាហើយបណ្ដាសាដីហ្នឹងអត់មានអ្វីក្រៅពីបង្កើតរឿងក្តីក្រាមឲ្យកើតមានឡើងទេបង្កើតពីមួយទៅមួយយូរទៅឆេះសន្ធោសន្ធៅពីវាលពីកាលនឹងឯងនៅលើតួឆ្នាំប៉ុន្តែនៅលើខែរោងហ្នឹងឆ្នាំរោងខែរោងហើយប៉ះតួកំណើតរបស់ខ្លួនឯងប៉ះខែរបស់ខ្លួនឯងហ្នឹងហើយគឺជាប់ឆុងដាក់ទោសខ្លួនឯងឬក៏ឆុងតន្តកម្មគឺគ្មានអ្វីក្រៅពីការស្ដែងចេញពីខ្លួនឯងផ្ទាល់ជះឥទ្ធិពល
ទៅដល់អ្នកដទៃប៉ះពាល់ទៅលើគេដែលធ្វើឲ្យគេដាក់ទោសទណ្ឌមកលើយើងវិញមិនថាប៉ះទៅលើរឿងល្អឬក៏មិនល្អទេពេលខ្លះគឺយើងប៉ះពាល់ទៅលើល្អទេដែលយើងហៅថាមានមេត្តាករុណាឬក៏យើងមានចិត្តធម៌ឬក៏យើងសប្បាយចិត្តនឹងជួយសង្គ្រោះឬក៏ជួយអ្នកដទៃប៉ុន្តែនៅវេលាមួយគឺដល់វេលារោងនឹងមកដល់ហ្នឹងមិនថាថ្ងៃរោងម៉ោងរោងឆ្នាំរោងឬក៏ខែរោងទសវត្សរោងអីទេហៅថាវ័យរោងហ្នឹងពេលវេលាវាមាន5ណាវាមានម៉ោងមានថ្ងៃមានខែមានឆ្នាំហើយវាមាន10ឆ្នាំមិនដឹងថាកាលណាពេលវេលាណាមួយចរចូលមកឆ្នាំរោងគឺពេលវេលាកំណើតខ្លួនឯងហ្នឹងចរចូលមកបើសិនជាទសវត្សនោះឆុង10ឆ្នាំឆុងដាក់ទោសខ្លួនឯងហ្នឹងជ្រក់ជ្រេញទួទិញខ្លួនឯងហើយគឺអត់មានអ្វីក្រៅពីអំពើដេកដើរឈរអង្គុយឬក៏ពាក្យសម្ដីរបស់ខ្លួនឯងហ្នឹងស្ដែងចេញឡើងគឺប៉ះទង្គិចទៅដល់អ្នកដទៃដែលធ្វើឲ្យអ្នកទាំងអស់ហ្នឹងដែលប៉ះពាល់ហ្នឹងឯងគេដាក់ទោសទណ្ឌមកលើយើងមិនថាអាក្រក់ឬក៏ល្អទេណាដល់ពេលវេលាគឺគេដាក់ទោសទណ្ឌមកលើយើងហើយអញ្ចឹងខែរោងហ្នឹងឆ្នាំរោងត្រូវប្រយ័ត្នទៅលើការឆុងដាក់ទោសខ្លួនឯងហ្នឹងនឹងមានរឿងប្តឹងផ្ដាល់កើតមានឡើងហើយឆ្នាំរោងកើតនៅឆ្នាំ2024មានធាតុរាសីលើរបស់ឆ្នាំហ្នឹងគឺឈើបូកជាមនុស្សដែលមានភាពទូលំទូលាយចិត្តទូលាយមើលឃើញភាពវែងឆ្ងាយហើយខន្តិចអ្នកដែលមានបរិបត្តិខ្ពស់ឯរោងកើតនៅឆ្នាំ1988មានធាតុដីបូកដីលើដីក្រោមហើយក្រោមក៏ដីលើក៏ដីស្ពឹកស្រពន់នៅហ្នឹងឯងខ្ជិលច្រអូសប៉ុន្តែជាមនុស្សដែលមានមុនស្នេហ៍ណាកាយស្នេហ៍ចរចូលមកនៅក្នុងតួរិស័យប្រសិនបើចេញចរលក់ដូរអីហ្នឹងគឺដាច់ហើយប៉ុន្តែមិនទៅទេព្រោះរោងធាតុដីហ្នឹងគឺខ្ជិលមែនតើហើយរុញក៏មិនទៅដែររិស័យទូទៅឆ្នាំរោងគឺជាមនុស្សដែលមានមុនស្នេហ៍កាយស្នេហ៍ចរចូលមកក្នុងតួរិស័យមិនថារោងណាទេណាដល់ពេលវេលាកាយស្នេហ៍ចរចូលមកគឺចូលមកហើយក៏ចូលចិត្តនៅឯកាម្នាក់ឯងគាត់ទៅធ្វើអ្វីមួយដែលមានប្រយោជន៍ខ្លួនឯងអញ្ចឹងទៅនេះរោងមានតួរិស័យបែបហ្នឹងគឺធ្វើអ្វីអីហ្នឹងម្នាក់ឯងទៅមិនចូលចិត្តក្នុងចំណោមទេហើយបើគេនិយាយពាក្យថាមិនចូលចិត្តធ្វើការជា team ណាហៅថា team work គឺអត់ចូលចិត្តទេនេះឆ្នាំរោងចូលដល់ឆ្នាំម្សាញ់អាយ៉ាម្សាញ់គឺចូលដល់រោងកាលណាគឺលុយលៀបហូរចូលកាលហ្នឹងលក់ដូរដាច់ណាលក់ដូរទៅលុយលៀបទាំងឡាយហ្នឹងគឺហូរចូលមកតាមរយៈការលក់ដូរប្រសិនបើយើងមិនលក់ដូរមិនចេញចររកលុយទេនោះអត់បានលុយទេជម្រាបជូនអញ្ចឹងណាត្រូវចេញចររកលុយនៅវេលារោងហ្នឹងផ្កាយវិជ្ជបណ្ឌិតក៏ចរចូលមកដែរធ្វើឲ្យតួរិស័យខ្លួនឯងហ្នឹងខ្ពស់ត្រដែតហើយមានកម្លាំងផលហើយអ្នកដែលធ្លាប់ឈឺរ៉ាំរ៉ៃពីមុនមកហ្នឹងដល់វេលារោងហ្នឹងដើរផលហើយមានកម្លាំងព្រឹកតែម្ដងជាពីជំងឺហើយណាឆ្នាំម្សាញ់ប្រឹងរកលុយរកលៀបខ្លួនឯងមានកម្លាំងហើយចេញចររកលុយទៅនៅខែរោងហ្នឹងយើងក៏ដឹងហើយម្សាញ់ក៏ជាប់បណ្ដាសាដីដែរជាប់នៅលើតួខែខ្ញុំរំលឹកមុនរោងជាប់បណ្ដាសាដីនៅតួឆ្នាំឯម្សាញ់ជាប់បណ្ដាសាដីលើតួខែទេណាពីព្រោះបណ្ដាសាដីហ្នឹងមានទៅលើតែ2ឆ្នាំទេគឺរោងហើយម្សាញ់ឆ្នាំម្សាញ់កាលណាពេលវេលារោងមកគឺជាប់បណ្ដាសាដីហើយម្សាញ់ហ្នឹងរីឯរោងកាលណាពេលវេលាម្សាញ់មកមិនថាតួថ្ងៃតួម៉ោងតួខែតួឆ្នាំតួសវត្សទេកាលណាចរចូលមករោងហ្នឹងគឺជាប់បណ្ដាសាដីហើយណាពេលវេលាម្សាញ់ចរចូលមកដល់អញ្ចឹងឆ្នាំម្សាញ់ខែរោងចរចូលមកដល់ត្រូវប្រយ័ត្នបណ្ដាសាដីហើយបណ្ដាសាដីហ្នឹងដូចខ្ញុំជម្រាបហើយណាអត់មានរឿងអ្វីក្រៅពីតួអង្គម្សាញ់នឹងឯងយកចន្លោះយកភ្លើងទៅដុតហើយដុតពីមួយទៅមួយយូរឆេះសន្ធោពេលវាពេលកាលហ្នឹងអញ្ចឹងប្រយ័ត្នណាកុំឲ្យបង្ករឿងកុំឲ្យនាំរឿងហើយមនុស្សប្រភេទហ្នឹងឆ្នាំម្សាញ់ឆ្នាំរោងហ្នឹងច្រើនតែធ្វើការខាងមេធាវីពីព្រោះហើយខ្លួនឯងនឹងការដុតហើយដុតអ្នកនេះទៅដើម្បីប្រមូលរឿងក្តីមកប្រមូលបានខ្លះហើយទៅដុតអ្នកផ្សេងទៀតចឹងទៅយូរទៅរឿងរ៉ាវនឹងវល់វែកពីវាលពីកាលទៅលើមនុស្សដែលខ្លួនឯងតាមដុតហ្នឹងណាឆ្នាំម្សាញ់កើតនៅឆ្នាំ1989មានធាតុដីដកធាតុនៃរាសីឆ្នាំតួខាងលើណាជាមនុស្សដែលមានមុនស្នេហ៍កាយស្នេហ៍ចរចូលមកក្នុងតួរាសីហើយចឹងហើយចេញចរទៅរកស៊ីលក់ដូរទៅសំប្រកបលក់ដូរដាច់ណាម្សាញ់មានធាតុដីដក
កើតនៅឆ្នាំ1989មានអាយុ36ឆ្នាំជាទូទៅម្សាញ់ជាមនុស្សដែលចេះថ្នមពាក្យសម្ដីចេះថ្នមចិត្តបើសិនជាមានការខឹងឆាបឆួលអីផ្សេងគឺចេះដាក់ចិត្តដាក់កាយឲ្យធ្លាក់កំហឹងនឹងចុះមកវិញចេះទប់កំហឹងខ្លួនឯងនេះមនុស្សឆ្នាំម្សាញ់អស្ចារ្យគ្រប់តួអង្គម្សាញ់តែងតែមានភាពបែបហ្នឹងការស្ដីនិយាយអីហ្នឹងគឺមិនឲ្យគេដឹងថាខ្លួនឯងមានកំហឹងទេចេះលាក់បាក់អ្នកដទៃមើលអត់ដឹងទេហើយបើនៅក្នុងគ្រួសារវិញទោះបីមានរឿងរ៉ាវឆ្លោះទាស់ទែងជាមួយក្រុមគ្រួសារក៏ដោយខ្លួនឯងមានពាក្យផ្អែមល្ហែមត្រជាក់អាឡូអឺណាហើយបើសិនជាជាមួយគូស្នេហ៍វិញមានភាពរ៉ូមែនទិកជាមួយគ្នាហើយពាក្យសម្ដីឲ្យផ្អែមគួរឲ្យបាក់ស្លុបតែម្ដងពោពេញទៅដោយសុភមង្គលហើយនេះបើស្ត្រីវិញនោះមិនដឹងថាតួអង្គបរោះហ្នឹងចោមរោមចូលចិត្តបែបណាទេហើយបើសិនជាគាត់បានធ្វើជាគូក្រងមិនដឹងថាមានភាពល្អលឿនត្រជាក់ចិត្តត្រជាក់កាយហ្នឹងបែបណាទេនេះម្សាញ់ហ្នឹងបែបហ្នឹងប៉ុន្តែម្សាញ់ហ្នឹងតែងតែជួបវិបត្តិផ្លូវចិត្តរឿងស្នេហាតែងតែជួបរឿងស្នេហាតែងតែឯកាអញ្ចឹងហើយគាត់មានទុកព្រួយរឿងស្នេហាច្រើននេះគឺតួអង្គម្សាញ់ប្រយ័ត្នណាកាលណាមានផ្កាយមិនល្អចរចូលមកនៅក្នុងតួឫស្សីកាយអវិជ្ជមានអញ្ចឹងអាចមានជំងឺបាក់ទឹកចិត្តនេះតួអង្គឆ្នាំម្សាញ់វាងាយនឹងមានជំងឺបាក់ទឹកចិត្តអញ្ចឹងខ្ញុំបញ្ចប់តួឫស្សីត្រឹមប៉ុណ្ណឹងចឹងណាតួឫស្សីឆ្នាំទាំង12ប្រចាំខែរោងត្រូវនៅខែមេសាហើយខែមេសាហ្នឹងគឺជាខែចូលឆ្នាំខ្មែរផងចឹងហើយសូមជូនពរដល់កូនចៅទៅណាមកណាហ្នឹងសូមឲ្យជួបតែនឹងសេចក្តីសុខសេចក្តីចម្រើនរកស៊ីមានបានត្រជាក់ត្រជុំដូចទឹកអប់បំពង់ខ្ចីដែលឮទឹកអប់បំពង់ខ្ចីពីដើមគេច្រើនតែជូនពរអញ្ចឹងណាហើយឥឡូវក៏ហាក់ដូចជាលេងឮពាក្យអស់ហ្នឹងហើយចង់ជម្រាបជូនបងប្អូនកូនចៅណាប្រសិនបើឃើញភាពលំបាកជាប់តោងទាមនៅលើដងខ្លួនរបស់ខ្លួនឯងហ្នឹងពិសេសកូនចៅខ្លះមានគូក្រងច្រើនឆ្លោះទាស់ទែងគ្នាមានរឿងរកម្មរកោសហើយអញ្ចឹងតាក់ទងមកខ្ញុំណាតាក់ទងមកខ្ញុំយើងគួរតែមើលរាសីឲ្យដឹងថារាសីរបស់តួខ្លួនរបស់យើងមានវាសនាបែបណាហើយយើងក៏មើលទៅអាចកាត់គ្រោះកាត់ឆុងឬក៏កែវាសនារបស់យើងទៅតាមនឹងបានដែរណាតើតែយើងមើលលំអិតពីតួរាសីរបស់ខ្លួនឯងបានយើងរកភាពត្រចះត្រចង់ឲ្យតួរាសីឲ្យខ្លួនយើងបានហើយបើសិនយើងអត់រកទេអាហ្នឹងវាទៅតាមតែវាសនាហ្នឹងយើងអាចដើរផ្លូវខុសក៏ថាបានដែរដូចរើសគូស្រករអញ្ចឹងឆ្នាំណារើសគូណាហេងគូណាឆុងអីអញ្ចឹងហើយបើសិនយើងដើរទៅតាមផ្លូវរបស់ខ្លួនឯងអាចនឹងប៉ះគូឆុងអញ្ចឹងទៅមិនប៉ះគូហេងទេហើយបើគូប្រាប់ថាណចង្អុលប្រាប់ណគូហេងរបស់យើងណអញ្ចឹងយើងទៅទទួលបានសេចក្តីសុខចម្រើនហើយខ្ញុំបញ្ចប់ត្រឹមប៉ុណ្្នឹងចឹងណាសូមអរគុណច្រើនសូមជម្រាបលា